ซุปซีชวนแบบចិនកាត់ខ្មែរតោះទៅមើលរបៀបធ្វើសម្រាប់ទូគ្រួសារខ្ញុំតអស់គ្នាបងប្អូនថាម៉េចបានខ្ញុំហៅមុខម្ហូបមួយហ្នឹងគឺបែបហ្នឹងចាគឺជាបងប្អូនអើយគឺដោយសារទៅស៊ុបស៊ីឈ្មោះខ្ញុំហ្នឹងគឺថែមក្រូចហ្នឹងឯងបើខ្ញុំហៅបែបខ្មែរបន្ទាប់ពីទឹកពុះហើយខ្ញុំដាក់ក្រូចចូលហើយបានដាក់ទឹកស៊ុបស៊ីឈ្មោះរសជាតិផ្សិតណាស់ហ្នឹងអត់សូវហឹរហើយក៏លាយជាមួយនឹងដុំស៊ុបស៊ីឈ្មោះណាហឹរហ្នឹងមកដុំទូកដែរដោយសារតែខ្ញុំអត់សូវចេះញ៉ាំហឹរលាយចឹងទៅมันអាចញ៉ាំបានទាំងអស់គ្នាបន្ទាប់ពីកូរដុំស៊ីឈ្មោះហ្នឹងឲ្យលាយហើយគឺដល់ពេលផ្សំគ្រឿងថែមទៀតបងប្អូនអើយគឺដាក់ស្ករស6ស្លាបព្រាម្សៅស៊ុបដាក់កន្លះស្លាបព្រារួចហើយបន្ទាប់មកទៀតគឺដាក់ថែមទឹកត្រីកន្លះស្លាបព្រាដែរបងប្អូនអើយរំងាស់ឲ្យរៀងចូលជាតិល្មមឆ្ងាញ់ហើយបានយកទៅញ៉ាំជុំគ្នាបងប្អូនដល់វគ្គញ៉ាំជុំគ្នាហើយគឺដាក់បន្លែញ៉ាំជុំគ្នាតែម្ដងមានដូចជាស្ពៃតឿស្ពៃបូកគោត្រកួនមានបន្លែច្រើនមុខដែរបងប្អូនប្រាប់ផ្ទះខ្ញុំថ្ងៃនេះហើយក៏មានផាត់ក្រមុកជាមួយនឹងឈាមទាដែរណាបងប្អូនដាក់ឈាមទាគឺត្រូវប៉ាន់ជាមួយនឹងស៊ុបស៊ីឈួនតែម្ដងដាក់ឈាមទាហើយគឺថែមបន្លែទៀតដែរបងប្អូនអើយដូចដែលបានឃើញក្នុងវីដេអូអញ្ចឹងគឺថែមមិនចេះអស់ថាខ្ញុំមានថែមត្រកួនថែមស្ពៃបូកគោអីច្រើនមុខទៀតបងប្អូនហើយចុងក្រោយអស់ហ្នឹងគឺខ្ញុំដាក់មាន់ខ្មៅនឹងឯងបងប្អូនអើយគឺស៊ុបស៊ីឈួនតើតមានប្រភេទមាន់ខ្មៅចេះបានឆ្ងាញ់បងប្អូនត្រូវប៉ាន់តែម្ដងអស់ហើយបងប្អូនអើយចុងក្រោយអស់គឺដាក់មាន់ខ្មៅនឹងឯងបងប្អូនមើលទំនងអត់ស៊ុបស៊ីឈួនបែបខ្មែរសម្រាប់ផ្ទះខ្ញុំថ្ងៃនេះណាអរគុណច្រើនជម្រាបលាបងប្អូន